ឈប់គិតច្រើនរបៀបផ្ដាច់ខ្លួនពីភាពតានតឹងផ្លូវចិត្តភាពតានតឹងផ្លូវចិត្តកើតឡើងនៅពេលដែលយើងគិតច្រើនពីបញ្ហាទាំងបច្ចុប្បន្នក៏ដូចជារឿងរ៉ាវដែលមិនទាន់កើតឡើងការគិតច្រើនឬ overthinking នេះហើយដែលធ្វើឲ្យយើងមិនអាចសម្រេចចិត្តបានច្បាស់លាស់កេងមិនលក់មិនឃ្លានបាយនិងបាត់បង់ថាមពលក្នុងការធ្វើអ្វីមួយខាងក្រោមនេះជាវិធីសាស្ត្រមួយចំនួនដែលអាចជួយអ្នកឲ្យឈប់គិតច្រើននិងផ្ដាច់ខ្លួនពីភាពតានតឹងផ្លូវចិត្តបាន 1. ហាត់ដកដង្ហើមវែងនៅពេលដែលអ្នកមានអារម្មណ៍ថាចិត្តគំនិតកំពុងរវើរវាយគិតអ្វីច្រើនចូលបង្វែរអារម្មណ៍មកលើការដកដង្ហើមស្រូបខ្យល់ចូលតាមច្រមុះឲ្យវែងរួចទប់ទុកបន្តិចហើយដកដង្ហើមចេញមកវិញតាមមាត់យឺតការធ្វើបែបនេះម្ដងហើយម្ដងទៀតប្រហែលពី3ទៅ5ដងវានឹងជួយឲ្យចិត្តអ្នកស្ងប់និងបន្សាបភាពតានតឹងបានមួយកម្រិត 2. បង្កើតសកម្មភាពដើម្បីបង្វែរអារម្មណ៍ការទុកពេលវេលាឲ្យទំនេរពេកក៏ជាកត្តាមួយដែលធ្វើឲ្យយើងគិតច្រើនដែរអ្នកអាចរវល់ជាមួយសកម្មភាពណាមួយដែលអ្នកចូលចិត្តដូចជារៀបចំបន្ទប់គេងឲ្យមានសណ្ដាប់ធ្នាប់ដាំដើមឈើឬមើលថែសួនបន្លែស្ដាប់ចម្រៀងបើកមើលភាពយន្តដែលអ្នកចូលចិត្តទៅហាត់ប្រាណឬដើរលេងសរសេររឿងឬគូររូបនៅពេលដែលអ្នករវល់ជាមួយសកម្មភាពទាំងនេះគំនិតវង្វេងវង្វាន់នឹងថយចុះ 3. សរសេររៀបរាប់ពីអារម្មណ៍ពេលខ្លះគំនិតវង្វេងនៅក្នុងខួរក្បាលយើងធ្វើឲ្យយើងពិបាកគ្រប់គ្រងអ្នកអាចយកសៀវភៅមកសរសេរអ្វីដែលអ្នកកំពុងគិតនិងអារម្មណ៍ដែលអ្នកកំពុងជួបប្រទះការសរសេរនេះអាចជួយឲ្យយើងមើលឃើញបញ្ហាបានច្បាស់ហើយរៀបចំផែនការដោះស្រាយបានត្រឹមត្រូវ 4. រៀនរស់នៅជាមួយបច្ចុប្បន្នកុំបណ្ដោយឲ្យគំនិតរត់ទៅរកអតីតកាលឬអនាគតដែលមិនទាន់មកដល់អ្នកត្រូវហាត់រៀនរស់នៅជាមួយបច្ចុប្បន្នពេលអ្នកកំពុងធ្វើអ្វីមួយត្រូវផ្ដោតលើសកម្មភាពនោះឲ្យបានពេញលេញឧទាហរណ៍នៅពេលអ្នកកំពុងញ៉ាំបាយអ្នកត្រូវផ្ដោតលើរសជាតិអាហារមិនមែនអង្គុយគិតរឿងនេះរឿងនោះទេការធ្វើបែបនេះអាចជួយឲ្យអ្នកមានភាពច្បាស់លាស់និងមានសេចក្តីសុខបាន 5. និយាយរៀបរាប់ទៅកាន់នរណាម្នាក់ដែលអ្នកទុកចិត្តអ្នកមិនចាំបាច់ផ្ទុកទុកនៅអ្វីគ្រប់យ៉ាងតែឯងទេការនិយាយរៀបរាប់ប្រាប់មិត្តភក្តិឪពុកម្ដាយឬអ្នកឯកទេសអាចជួយឲ្យអ្នកអាចបញ្ចេញនៅអារម្មណ៍ដែលស្មុគស្មាញហើយក៏អាចទទួលបានយោបល់ល្អៗសម្រាប់ដោះស្រាយបញ្ហាបានផងដែរចំណុចសំខាន់គឺត្រូវផ្ដល់ពេលវេលាឲ្យខ្លួនឯងដើម្បីរៀនបន្សាបភាពតានតឹងបន្តិចម្ដងហើយត្រូវចាំថាការគិតច្រើនមិនបានជួយឲ្យបញ្ហាត្រូវបានដោះស្រាយនោះទេតើមានវិធីសាស្ត្រអ្វីខ្លះដើម្បីលុបបំបាត់ការគិតច្រើនការគិតច្រើន overthinking គឺជាទម្លាប់មួយដែលពិបាកនឹងបំបត្តិប៉ុន្តែអ្នកអាចរៀនគ្រប់គ្រងវាបានការធ្វើបែបនេះតម្រូវឲ្យអ្នកផ្លាស់ប្ដូរផ្នត់គំនិតនិងរៀបចំសកម្មភាពប្រចាំថ្ងៃរបស់អ្នកឡើងវិញខាងក្រោមនេះជាវិធីសាស្ត្រមួយចំនួនដែលអ្នកអាចអនុវត្តបាន 1. យល់ដឹងពីគំនិតរបស់អ្នកមុននឹងអ្នកលុបបំបាត់ការគិតច្រើនអ្នកត្រូវយល់ដឹងពីអ្វីដែលអ្នកកំពុងតែគិតពេលណាដែលអ្នកចាប់ផ្ដើមគិតច្រើនអ្នកត្រូវដឹងខ្លួនថាអ្នកកំពុងធ្វើវាព្យាយាមសួរខ្លួនឯងថាតើខ្ញុំកំពុងគិតពីអ្វីតើគំនិតនេះមានប្រយោជន៍ទេតើការគិតនេះជួយដោះស្រាយបញ្ហាបានទេការដឹងខ្លួនបែបនេះអាចជួយអ្នកកាត់ផ្ដាច់នៅវដ្តនៃការគិតច្រើនបាន 2. បង្កើតទម្លាប់រំខានការគិតនៅពេលដែលអ្នកដឹងថាអ្នកកំពុងគិតច្រើនត្រូវរំខានគំនិតនោះភ្លាមដោយការផ្លាស់ប្ដូរសកម្មភាពចំណុចទី 1 ប្រើបច្ចេកទេស3វិនាទីពេលគំនិតអវិជ្ជមានកើតឡើងត្រូវរាប់1ដល់3រួចផ្លាស់ប្ដូរការផ្ដោតអារម្មណ៍ភ្លាមចំណុចទី 2 ទៅដើរលេងក្រៅពីកន្លែងដែលអ្នកកំពុងអង្គុយហើយចេញទៅដើរលេងខាងក្រៅដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធចំណុចទី 3 និយាយជាមួយនរណាម្នាក់ទេទៅមិត្តភក្តិឬសមាជិកគ្រួសារដើម្បីនិយាយពីរឿងអ្វីផ្សេងចំណុចទី 4 ធ្វើការងារផ្ទះរវល់ខ្លួនជាមួយការលាងចានបោសផ្ទះឬបោកខោអាវ 3. កំណត់ពេលវេលាសម្រាប់គិតប្រសិនបើអ្នកមិនអាចបំបត្តិការគិតបានទេអ្នកអាចកំណត់ពេលវេលាសម្រាប់វាឧទាហរណ៍កំណត់ពេលវេលា20នាទីក្នុងមួយថ្ងៃដើម្បីគិតពីបញ្ហាដែលអ្នកកំពុងតែជួប
នៅពេលផុត20នាទីហើយអ្នកត្រូវតែបញ្ឈប់ការគិតនោះហើយទៅធ្វើកិច្ចការផ្សេងទៀតការធ្វើបែបនេះនឹងជួយឲ្យអ្នកមានការគ្រប់គ្រងលើគំនិតរបស់អ្នក4រៀបចំផែនការដោះស្រាយបញ្ហាការគិតច្រើនកើតឡើងនៅពេលដែលអ្នកមិនច្បាស់ពីដំណោះស្រាយបញ្ហាអ្នកអាចបំបែកបញ្ហាធំទៅជាបញ្ហាតូចៗរួចសរសេរនៅជំហានដោះស្រាយរៀងៗខ្លួនការធ្វើផែនការនេះជួយឲ្យអ្នកមានគោលដៅច្បាស់លាស់ហើយជំនួសឲ្យការគិតច្រើនអ្នកនឹងចាប់ផ្ដើមធ្វើសកម្មភាពវិញសរុបសេចក្តីមកការលុបបំបាត់ការគិតច្រើនមិនមែនជារឿងមួយដែលកើតឡើងភ្លាមៗនោះទេវាត្រូវការអនុវត្តជាប្រចាំព្យាយាមចាប់ផ្ដើមពីចំណុចតូចៗហើយអ្នកនឹងទទួលបានលទ្ធផលល្អបន្តិចម្ដងអត្ថបទនេះសូមបញ្ចប់តែប៉ុណ្ណេះសូមអរគុណប្រិយមិត្តដែលចំណាយពេលវេលាដ៏មានតម្លៃតាមដានស្ដាប់អត្ថបទនេះតាំងពីដើមរហូតដល់ចប់ដើម្បីទទួលបានវីដេអូថ្មីៗសូមប្រិយមិត្តចុចពាក្យ Subscribe និងចុចសញ្ញាកណ្ដឹងដើម្បីទទួលបាន Notification ពី Channel របស់យើងខ្ញុំជាបន្តបន្ទាប់ទៀតសូមអរគុណ